ស្រីពេលដែលគាត់ឡើងប្តីដំបូងតែគាត់នៅស្អាតគាត់នឹងគិតថាមានបរិសុទ្ធជាច្រើននឹងតាមសំស្នេហ៍មានមនុស្សជាច្រើនទៀតដែលល្អជាងប្តីមកស្រឡាញ់ខ្លួនឯងសួរខ្ញុំឆ្លងកាត់ដែរមេម៉ាយពិបាករកប្តីល្អមិនមែនថាអត់សោះទេគឺពិបាកខ្ញុំពេលដែលខ្ញុំបែកគ្នាដំបូងពិភពលោករបស់ខ្ញុំនៅភីងឯងខ្ញុំឈឺចាប់ជាមួយនឹងអតីតរបស់ខ្ញុំប៉ុន្តែខ្ញុំនៅគិតថាខ្ញុំនៅមានបរិសុទ្ធល្អជាច្រើនទៀតតាមស្រឡាញ់ខ្ញុំគិតថាក្នុងផ្នត់គំនិតខ្ញុំគេថាมันខ្វះឯមនុស្សដែលស្រឡាញ់ខ្ញុំចិត្តនឹងចិត្តគេមិនប្រកាន់រឿងមេម៉ាយតែការពិតគឺផ្ទុយស្រឡះអ្នកទាំងអស់គ្នាខ្ញុំបានជួបមនុស្សម្នាក់ដែលជាថែបរបស់ខ្ញុំដីសម័យរបស់ខ្ញុំទាំងចំណេះដឹងទាំងរូបសម្បត្តិមានគ្រប់យ៉ាងទាំងអស់តែអ្នកទាំងអស់គ្នាគាត់មុនដំបូងក៏លក្ខណៈស្នេហាមួយខ្ញុំដែរតែខ្ញុំសារភាពប្រាប់គាត់ថាមេម៉ាយហើយក៏មិនអាចទទួលយកបានដល់ឡើយអញ្ចឹងមេម៉ាយមានការប្រកាន់ខ្លាំងអ្នកទាំងអស់គ្នាអញ្ចឹងគាត់ថាខ្ញុំអត់បោកគេទេបើសិនជាខ្ញុំបោកគេតាមគំនិតរបស់ខ្ញុំធ្វើឲ្យគាត់ងប់ស្រឡាញ់ខ្ញុំខ្លាំងហើយបើខ្ញុំប្រាប់តែនេះអត់ទេអ្នកទាំងអស់គ្នាគាត់តែគេដាក់ចិត្តស្វែងយល់ជាមួយយើងមិនតបានមួយខែខ្ញុំប្រាប់គេទៅគាត់ខកចិត្តខ្លាំងណាមួយគាត់មនុស្សល្អដែរអញ្ចឹងគាត់មិនខ្វះទេអញ្ចឹងបើខ្ញុំគិតថាពេលវេលានេះគឺមិនអាចខ្ញុំមិនអាចយកអ្នកណាចូលក្នុងជីវិតបានទេព្រោះអីមនុស្សដែលខ្ញុំស្រឡាញ់ថែបរឿងខ្ពស់ហើយបរិសុទ្ធថែបខ្ពស់ហ្នឹងគេអាចមកស្រឡាញ់ខ្ញុំបាននោះទេព្រោះអីខ្ញុំមិនម៉ាយប៉ុន្តែខ្ញុំថែបខ្ពស់ណាទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាខ្ញុំសុខចិត្តអត់យកបើសិនជាខ្ញុំអត់បានមនុស្សប្រុសក្នុងក្តីសម័យខ្ញុំណាមួយខ្ញុំគិតថាមិនអីទេជីវិតខ្ញុំសោះកូនប្រុសមួយហើយអញ្ចឹងតាមតាណាឈៀលថ្ងៃណាថ្ងៃហ្នឹងណា